វីដេអូបានទេតែថ្ងៃនេះក៏ឆ្លៀតបានថតបន្តិចដោយសារតែឃើញកន្លែងញ៉ាំអីនេះបងប្អូនខ្មែរយើងទៅច្រើនមែនតើចេញទៅនេះដូចជាយ៉ាងថ្ងៃដែរហើយមកគិតទៅកន្លែងហ្នឹងជិះទៅវាយ៉ាងឆ្ងាយដែរពីផ្ទះខ្ញុំប្រហែល1 ម៉ោងជាងឆ្លៀតពេលចាក់សាំងក៏បានកំងកាហ្វេតាម app ព្រោះឲ្យពេលយើងទៅ pick up ទៅវាសែលពេលវេលាយើងយ៉ាងច្រើនដែរហើយក៏ឆ្លៀតពេលចូលកាត់សក់បន្តិចសិនមុននឹងបានទៅបើអត់ឆ្លៀតគឺអត់បានទៅកាត់ហ្មងគ្រាន់តែមានកម្រងទៅកាត់នេះឡើងចង់2 ខែហើយបើឡានតាមផ្លូវអត់សូវមានអារម្មណ៍ថាឆ្ងាយម៉ានេះដោយសារឃើញ view ស្អាតប៉ុន្តែគ្រាន់តែមេឃវាយ៉ាងក្តៅបន្តិចនៅស្រុកនេះខ្ញុំស្រឡាញ់ធម្មតាទស្សនភាពយើងមើលនឹងភ្នែកគេប៉ុន្តែមានអារម្មណ៍ថាស្អាតដោយហូរគំនូរចឹងកន្លែងខ្ញុំញ៉ាំនេះវាជាលក្ខណៈនៅក្នុងកាស៊ីណូមានអាហារឲ្យញ៉ាំច្រើនដែរប៉ុន្តែបែរតែ lobster ខ្ញុំទៅហ្នឹងគម្រោងគឺញ៉ាំ seafood សុទ្ធហ្មងហើយបងប្អូនខ្មែរយើងដឹងស្រាប់ហើយខ្ញុំទៅញ៉ាំបែបចឹងបើអត់មានទឹកត្រីកោះកុងញ៉ាំអត់ឆ្ងាញ់ហ្មងដូចខ្វះអីមួយយ៉ាងចឹងសឹងតែថាបើភ្លេចយកទឹកត្រីកោះកុងទៅបាច់ញ៉ាំក៏បានដែរComes from inside when I don't need a proof when I say no without guilt and I still keep my peace. It's being kind, staying sharp. It's knowing what I allow. It's moving slow on purpose and standing solid. បើអ្នកបានមើលវីដេអូនេះហើយស្គាល់កន្លែងញ៉ាំអីប្លែកៗជួយ comment មកឲ្យខ្ញុំនឹងសាកទៅញ៉ាំពួកអីមួយយ៉ាងនេះរបៀបចង់ថតវីដេអូបែបញ៉ាំអីឲ្យអ្នកទាំងអស់គ្នាបានមើលហើយក៏អរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះតាំងពីដើមដល់ចប់ Thank you bye